Hey giờ này mình lấy số còn một cánh video thay mày nghe đấy thay dùng một tao cho mùi nương sấy hướng click rồi dùng một tao tiền sắp như vậy nên mà cái bằng tao mà chui subscribe bài mình tế cầm lại chui mấy mình em bồi phong bởi đồ hai nó tao mới cả sắm đá là bài mình ngọt nè. I'm alive, just looking to revive. Keep that vibe, me and the guys, we just likeตอนในใจเรื่องดับเทอร์บอิจิโกะฮิเมะกับมาดอกไลนังด้วยคนนี้เดี๋ยวนี้กับตัวจมูกในการวิการขโมยนังเอาอิจิโกะมันเคยทำตัวสุดการอิจิโกะทางอิจิโกะนั้นโดยจีออกมีสบายใจตัวที่สองมวยเป็นเตี้ยตัวสุกิกับโจร่วมจมูกในการบันทีมวยนังปองได้ให้เนี้ยกับมันใหญ่ทางนี้คือจังอิจิโกะโจร่วมจมูกในการบันทีนังได้เดี๋ยวนี้คือจีการบันทีตามจับวิญญาณขโมยยังไงเป็นนังมาสรู้จมูกนังซาโดนังคนนี้ในระบบอิจิโกะกับมาดอกไลนังด้วยคนนี้แทนตัวการวิการนังต่างออกคนนี้ตัวอิจิโกะนั่นคือแกงได้มาโดนไงผู้เก๋กับมาเรียบช้อมក្នុងការទៅចូលរួមនៅក្នុងកម្មវិធីមួយនឹងដោយកម្មវិធីមួយនឹងគេនឹងចាក់ផ្សាយនៅក្នុងយប់នេះឯងដែលគេក៏មានជាមួយនឹងការ live ផ្ទាល់ផងដែរហើយពួកគេក៏បាននិយាយថារូគីក៏បានចូលរួមនៅក្នុងកម្មវិធីនឹងដូចគ្នាហើយរូគីនឹងក៏បានមកដល់អេជីโกនឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលស្មានថារូគីនឹងក៏ចូលរួមដែរហើយអេជីโกនឹងគឺមិនពេញចិត្តនៅកម្មវិធីមួយនេះនៅទេក៏ប៉ុន្តែក៏ដោយសារតែឪពុករបស់គាត់ជាមួយនឹងប្អូនរបស់គាត់នឹងគឺចូលចិត្តនៅកម្មវិធីនេះខ្លាំងមែនទែនដោយហេតុនេះគាត់ក៏បានចូលរួមផងដែរម្ចាស់កម្មវិធីបានប្រកាសផងដែរថាកន្លែងនេះគឺមានអារម្មណ៍ថាវាគឺធំក្លិននៅបលឹងវិញ្ញាណដោយហេតុនេះពួកគេក៏ត្រៀមខ្លួនដើម្បីចាប់នៅវិញ្ញាណមួយនឹងដោយម្ចាស់កម្មវិធីក៏ថែមទាំងនិយាយបន្តទៀតផងដែរថានៅយប់នេះខ្ញុំនឹងធ្វើឲ្យអ្នកនរគ្នាឮនៅសំឡេងវិញ្ញាណនោះស្រែកនៅខាងក្រោយកម្មវិធីវិញនិយាយបន្តថាហ៊ីមេកបានមកសុំទោសទៅកាន់អេជីโกក៏ដោយសារតែនេះគឺទើបដឹងថាអេជីโกនឹងគឺមិនពេញចិត្តនៅកម្មវិធីមួយនេះនោះទេហើយនាងធ្វើបែបនេះនៅពេលដែលហៅអេជីโกមកកាន់កម្មវិធីនេះវាដូចជាការរំខានទៅកាន់អេជីโกអញ្ចឹងអេជីโกបានកើតក្នុងចិត្តផងដែរថាមើលទៅមនុស្សទាំងអស់នេះគឺពិតជាទំនេរខ្លាំងមែនទែនសុខចិត្តចាយពេលវេលាមកមើលកម្មវិធីអត់ប្រយោជន៍អញ្ចឹងទៅវិញហើយសំបីតែរូគីអាដែលជាយមទូនឹងក៏ធ្វើសកម្មភាពប្លែកៗដែរដែលធ្វើឲ្យអេជីโกនឹងគឺពិតជាតឹងចិត្តខ្លាំងមែនទែនអេជីโกបានសួរទៅការរូគីថាតើវិញ្ញាណដែលនៅក្នុងមន្ទីរពេទ្យបែបនេះនៅពេលដែលទុកចោលយូរយើងតើវាអាចក្លាយជាបលឹងអាក្រក់ដែរអត់រូគីក៏បាននិយាយថាវិញ្ញាណដែលទុកចោលបែបនេះវាគឺមិនអីនោះទេវាគឺជាវិញ្ញាណដែលមានស្ថិរភាពមួយវិញទៀតវាគឺជាប្រភេទវិញ្ញាណជា Baku Spirit ដោយវិញ្ញាណបែបនេះគឺថាពួកគេគឺត្រូវបានរកឃើញទៅដោយ Soul Society ឬមួយក៏ Soul Rapperមួយវិញទៀតពួកគេគឺមិនអាចធ្វើអ្វីទៅលើពួកគេទាំងអស់គ្នាបាននោះទេលុះត្រាតែពួកយើងទៅឈ្លានពាននៅទឹកដីរបស់ពួកវាមួយវិញទៀតបលឹងស៊ីបាគូនេះគឺថាពួកវានឹងអាចនឹងខ្លាយទៅជា Holo ដូចគ្នាប៉ុន្តែ Holo ប្រភេទជីបាគូបែបនេះគឺមិនធ្វើបាបទៅលើអ្នកណានោះទេមូលហេតុក៏ដោយសារតែពួកវាគ្រាន់តែបាត់បង់នៅបេះដូងរបស់វាតែប៉ុណ្ណោះហើយវាក៏ខ្លាយទៅជាភាវៈដែលសាមញ្ញមួយហើយបើសិនបើជាយើងធ្វើឲ្យវាកាន់តែខឹងនោះប្រកាសណាស់វានឹងខ្លាយទៅជា Holo យ៉ាងពេញលេញតែ Holo នោះគឺជាប្រភេទ Holo ដែលពាក់ម៉ាស់នឹងឯងមួយវិញទៀតនៅពេលដែលមនុស្សស្លាប់ហើយពួកគេនឹងកាត់ចេញពីខ្សែនៃជោគវាសនារបស់ពួកគេហើយពួកគេនឹងដើរតាមផ្លូវរបស់ Soul Rapper នឹងឯងក៏ប៉ុន្តែប្រសិនបើជាពួកគេស្ទាក់ស្ទើរនិងសោកស្ដាយនោះពួកគេនឹងត្រូវបានចងនៃចង្វាក់នៃភាពសោកស្ដាយរបស់ពួកគេដែលវាគឺពាក់ព័ន្ធជាមួយនឹងការទន្ទឹងរង់ចាំយូរដែលមិនអាចទ្រាំបានហើយពួកគេនឹងក្លាយទៅជាបលឹងអាក្រក់អ៊ីជីโกបំរុងនឹងទៅខាត់ទៅកាន់អបេកាន់ជីនឹងឲ្យហើយប៉ុន្តែរូគីក៏បានខាត់ដែលគិតថាបើសិនបើជីគេមិនដឹងនោះគេនៅតែបន្តធ្វើវានឹងឯងកាត់មកកន្លែងកាន់ជីគេបានប្រើជាមួយដបងរបស់ខ្លួនដើម្បីទៅចាក់ទៅកាន់បលឹងមួយនឹងប៉ុន្តែយើងបានឃើញថាបលឹងមួយនឹងគឺបានស្រ័យជាមួយនឹងការឈឺចាប់ខ្លាំងមែនទែនហើយជាមួយសម្លេងមួយនេះសូម្បីតែខៃរិនជាមួយនឹងសាដូក៏បានឮផងដែរឃើញថាបលឹងមួយនឹងជើខ្លាយទៅជាបលឹងអាក្រក់អេជីโกបានទៅខាត់ប៉ុន្តែត្រូវបានសន្តិសុខនឹងគឺចាប់កទ្រប់ឡើងពេញនឹងតែម្ដងហើយប៉ុន្តែពេលហ្នឹងរូគីបំរុងទៅវាយអេជីโกដើម្បីឲ្យចេញជាមួយបលឹងរបស់គាត់ដែរប៉ុន្តែត្រូវបានសន្តិសុខមកចាប់ដូចគ្នាពេលហ្នឹងមិនដឹងថាមានជាមួយពីណាគេនោះទេបានប្រើដបងរុញទៅលើក្បាលរបស់អេជីโกដែលទៅគាត់នឹងគឺចេញជាមួយនឹងបលឹងរបស់គាត់តែម្ដងពេលហ្នឹងអេជីโกក៏បានឆ្ងល់ខ្លាំងមែនទែនដែលបានគិតថាញ៉ៃពីណាគេយកដបងមកវាយក្បាលឯងហ្នឹងមិនឃើញថាហ្នឹងគឺជាអ៊ូរ៉ាហារ៉ានឹងឯងពេលហ្នឹងអេជីโกក៏បានរត់ទៅគាត់ទៅកាន់កានជីប៉ុន្តែវាគឺហួសពេលហើយក៏ដោយសារតែបលឹងមួយហ្នឹងក៏បានក្លាយទៅជាបលឹងអាក្រក់ពេលហ្នឹងរូគីបំរុងនឹងទៅជួយដូចគ្នាប៉ុន្តែអ៊ូរ៉ាហារ៉ាក៏បានខាត់ដោយគិតថាសមត្ថភាពរបស់អេជីโกប៉ុណ្ណឹងក៏អាចយកឈ្នះទៅលើ Holo នឹងបានដូចគ្នាព្រោះថា Holo ហ្នឹងគឺកម្រិតអន់ខ្លាំងមែនទែនកាត់មកកន្លែងអេជីโกជាមួយនឹងកានជីវិញដោយកានជីគឺនៅតែមានភាពជឿជាក់ដែលថាគាត់នឹងកម្ចាត់ទៅលើ Holo នឹងបានដែលមិនដឹងថា Holo គឺខ្លាំងប៉ុណ្ណានោះទេដោយខ្លាចថាវាគឺអត់មានសុវត្ថិភាពសម្រាប់កានជីអេជីโกគឺបានចាប់អូសកកានជីរត់ចាក់ចេញពីកន្លែងហ្នឹងតែម្ដងនៅតាមផ្លូវកានជីគឺបានសួរទៅកាន់អេជីโกថាតើអេជីโกហ្នឹងគឺនាំគាត់ទៅណាផងនាំគាត់រត់ទៅណា
គាត់កំពុងតែចាប់បិសាចប៉ុន្តែ Ichigo នឹងកាត់ខ្វល់នោះទេដោយសារតែគាត់បារម្ភពីសុវត្ថិភាពរបស់កានជីនឹងឯងមកដល់កន្លែងហ្នឹង Ichigo ក៏បានសួរទៅកាន់កានជីថាតើកានជីធ្វើអញ្ចឹងគឺមានគោលបំណងអីកានជីគឺបាននិយាយផងដែរថាតើឯងដឹងអត់ថាគោលបំណងរបស់ខ្ញុំតើឯងហ្នឹងគឺបានយល់អំពីចំណាត់ថ្នាក់នៃការកម្ចាត់បិសាចដែលធ្វើឲ្យ Ichigo ហ្នឹងគឺវល់ខ្លាំងមែនទែនដែលអាប៉ែហ្នឹងក៏បាននិយាយបន្តទៀតថានៅពេលនេះគាត់គឺបាន 25% នៃប្រជាពលរដ្ឋដែលបានមើលជាមួយនឹងការ live ផ្ទាល់របស់គាត់ហើយហើយភាគច្រើនពួកគេនេះគឺសិតសឹងតែជាកូនក្មេងហើយវាគឺសិតតែជាការបំផុសបំផុលដែលធ្វើឲ្យពួកគេនឹងគឺជឿខ្លាំងមែនទែនហើយមូលហេតុដែលគាត់ធ្វើបែបនេះក៏ដោយសារតែគាត់ចង់ឲ្យមនុស្សគ្រប់គ្នាមើលឃើញមកគាត់ថាគឺជាវីរបុរស Ichigo បាននិយាយផងដែរថាកំណត់បែបហ្នឹងគឺវាឈួតខ្លាំងមែនទែនហើយកានជីកើតខ្វល់នោះទេថាទាំងនាំ Ichigo ទៅវាយជាមួយនឹងបលឹងអាក្រក់នឹងទៀតប៉ុន្តែ Ichigo នឹងក៏បានហាមឃាត់ដែលគិតថាកំណត់របស់គាត់នឹងគឺពិតជាលេលើខ្លាំងមែនទែនហើយស្របពេលហ្នឹង Hollow ក៏បានមកដល់កន្លែងហ្នឹងដូចគ្នាដោយឃើញបែបនេះ Ichigo គឺបានព្យាយាមការពារទៅកាន់កានជីហើយគាត់បានទាញជាមួយនឹងដារបស់គាត់កាប់ទៅលើ Hollow ហ្នឹងប៉ុន្តែក៏ដោយសារតែដារបស់គាត់វែងពេកគាត់ក៏បានកាប់ជាប់នឹងជាងតែម្ដងយោយ៉ាងហែយោមិនមកជាប់កន្លែងហ្នឹងវិញដល់ពេលដែលដកជាមួយនឹងដាវនឹងចេញហើយ Ichigo គឺបានវាយទៅកាន់ Hollow ហ្នឹងទៀតទៅដល់លើអាគារដែលពួកគេគឺបន្តវាយគ្នានៅលើអាគារហ្នឹងទៀតប៉ុន្តែចង្រៃអីគឺថាប៉ែកានជីហ្នឹងគឺមកតាមដល់លើអាគារទៀតជាចាំតែអាប៉ែនេះគាត់ចេះខ្លាចងាប់តែម្ដងពួកគេបានបន្តវាយគ្នាបន្តទៀតពេលហ្នឹង Hollow បានខ្ជាក់ជាមួយនឹង Emiya ចេញពីមាត់របស់វាដែលបានធ្វើឲ្យជាប់ជាមួយនឹងដៃរបស់ Ichigo ខ្ពើម៉ាស់នៅពេលដែល Ichigo មិនប្រយ័ត្នគឺថា Ichigo ក៏ត្រូវបាន Hollow ហ្នឹងគឺវាយវាបហាដែលធ្វើឲ្យគាត់ហ្នឹងគឺត្រូវបានជាប់នៅកន្លែងជាងមួយកន្លែងហើយបំរុងត្រូវបាន Hollow ហ្នឹងសម្លាប់ហើយកានជីក៏បានយកជាមួយនឹងដំបងរបស់ខ្លួនយកមកទល់ជាមួយនឹងមាត់របស់ Hollow ហ្នឹងដែលធ្វើឲ្យវាហ្នឹងគឺខំទៅកាន់ Ichigo កើតនោះទេពេលហ្នឹងយើងបានឃើញថាកានជីក៏បានបញ្ចេញជាមួយនឹង style លុយខ្លាំងមែនទែនហើយប៉ុន្តែ Ichigo បានប្រាប់ឲ្យកានជីរត់ចាក់ចេញពីកន្លែងហ្នឹងទៅក៏ដោយសារតែកានជីហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹង Hollow ហ្នឹងបាននោះទេប៉ុន្តែកានជីហ្នឹងក៏បាននិយាយផងដែរថាគាត់ហ្នឹងគឺដឹងអំពីកម្រិតរបស់គាត់រវាង Hollow ហ្នឹងហើយប៉ុន្តែ Ichigo ហ្នឹងគឺបានធ្វើឲ្យគាត់ភ្លឺភ្នែកក៏ដោយសារតែ Ichigo ហ្នឹងគឺទុកជាមួយសុវត្ថិភាពអ្នកដទៃប្រសើរជាងខ្លួនឯងពេលហ្នឹងកានជីបានបញ្ចេញជាមួយនឹងធម៌ពលរបស់ខ្លួនថាទាំងបាញ់ទៅកាន់ Ichigo ដើម្បីរំដោះគាត់ងាប់ឲ្យអញមើលធម្មពលចឹងអីកាលដល់ឯនេះស្អែកហ្នឹងក៏មិនដល់ផងពេលហ្នឹង Hollow បានក៏វត្តកានជីទៅមួយកន្លែងហើយស្របពេលហ្នឹង Ichigo ក៏បានរត់ទៅកាប់ទៅលើ Hollow ហ្នឹងមួយដាវដែលបានធ្វើឲ្យវាហ្នឹងក៏បានស្លាប់បានសម្រាយកានជីគឺសប្បាយចិត្តខ្លាំងមែនទែនក៏ដោយសារតែគាត់ហ្នឹងគឺអាចយកឈ្នះទៅលើ Hollow ហ្នឹងបានប៉ុន្តែនៅពេលហ្នឹង Ichigo ក៏បាននិយាយថាកុំឲ្យកានជីហ្នឹងគឺបញ្ញាសប្បាយចិត្តអីឲ្យកលេចមកមើលទៅកាន់ Hollow ហ្នឹងបន្តិចសិនទៅពេលហ្នឹងកានជីក៏បានឃើញផងដែរថា Hollow ហ្នឹងគឺជាបលឹងវិញ្ញាណមួយដែលគាត់ហ្នឹងគឺបានធ្វើទរណកម្មមុនហ្នឹងឯង Ichigo បាននិយាយផងដែរថានេះគឺជាវិញ្ញាណមួយដែលត្រូវបានដាច់ខ្សែចង្វាក់របស់វាចឹងហើយវាក៏បានคล้ายទៅជា Hollow ដែលបានធ្វើឲ្យប្រហោងខ្មៅក៏បានកើតនៅក្នុងទ្រូងរបស់វាមួយវិញទៀតប្រហោងខ្មៅនេះគឺមិនបានកើតដោយសារតែអ្នកណានោះទេដល់វាគឺបានកើតដោយសារតែមនសិការរបស់កានជីនឹងឯងហើយកានជីគឺពិតជាខកចិត្តជាមួយនឹងខ្លួនឯងខ្លាំងមែនទែនដែលគិតថាតែគាត់នឹងគឺកំពុងតែធ្វើអីទៅគាត់គឺពិតជាស្អប់ខ្លួនឯងខ្លាំងមែនទែននៅពេលដែលឃើញបែបនេះ Ichigo ក៏បាននិយាយផងដែរថាឲ្យកានជីនឹងឈប់យំទៅមនុស្សគ្រប់គ្នាកំពុងតែរងចាំកានជីនៅឯខាងក្រៅឯណោះកានជីក៏បានក្រោកឡើងមកវិញតាមទាំងសម្លឹងមើលពីលើអាគារមកមើលមនុស្សគ្រប់គ្នាហើយគាត់ក៏បានស្រែកប្រាប់ថាបេសកកម្មនឹងគឺត្រូវបានបញ្ចប់ហើយពួកគេក៏បានអរគ្នាហូកានជីគឺពិតជាកោតសរសើរជាមួយនឹងទេពកោសល្យរបស់ Ichigo ខ្លាំងមែនទែនថែមទាំងសុំ Ichigo ដើម្បីរាប់អានគ្នាទៀតផងដែលគាត់ក៏បាននិយាយទៅកាន់ Ichigo ថាចាប់ពីថ្ងៃនេះទៅឯងគឺជាសិស្សទី1របស់ខ្ញុំបាទថាម៉េចអូខេអ្នកនរគ្នាវីដេអូយើងគឺសូមចាប់តែប៉ុណ្្នឹងសិនហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតហើយបើសិនបើជាគ្នាយ៉ាងណាដែលគាត់ចង់ support admin ក្នុងការធ្វើជាមួយនឹងវីដេអូបន្តទៀតអ្នកនរគ្នាអាច support តាមរយៈ AB នេះបានដែលវាក៏ជាការលើកទឹកចិត្ត admin ក្នុងការធ្វើជាមួយនឹងវីដេអូបន្តទៀតផងដែរចឹងហើយវីដេអូយើងគឺមានប៉ុណ្្នឹងអ្នកនរគ្នាអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ